លហេតុអ្វីខ្លះដែលនាំឲ្យពុកម៉ែបងប្អូនក្តៅក្រហាយបាត់ដៃបាត់ជើងក្តៅម្ដងហើយម្ដងទៀតក្តៅអត់បាត់សោះចាជាពិសេសអំពូមីងមួយចំនួនក៏គាត់មានបញ្ហាក្តៅហើយស្ពឹករហូតដល់ថ្នាក់មិនដឹងថាជាដៃក្តិចទៅមិនដឹងថាជាជើងចាគឺពិបាកទ្រាំខ្លាំងមែនទែនចាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងមកចែករំលែកតាក់ទងជាមួយនឹងមូលហេតុមួយចំនួនដែលនាំឲ្យពុកម៉ែបងប្អូនទៅជាមានបញ្ហាក្តៅក្រហាយបាត់ដៃបាត់ជើងពិបាកក្នុងការក្តាប់ពិបាកក្នុងការលាឬក៏ស្ពឹកសពុនពិបាកក្នុងការធ្វើចលនាតែម្ដងចាដោយសារតែមូលហេតុនេះគឺនាងខ្ញុំជួបច្រើនមែនទែនចំពោះអំពូមីងដែលគាត់តែងតែតាក់ទងមកដើម្បីស្វែងរកដំណោះស្រាយចាហើយគាត់ក៏សួរថាមិនដឹងថាមកពីមូលហេតុអ្វីបានជាគាត់ចេះតែក្តៅក្រហាយបាត់ដៃបាត់ជើងបែបនេះចាចំពោះមូលហេតុគឺវាមានច្រើនប៉ុន្តែនាងខ្ញុំលើកយកតែ3មូលហេតុធំទេដែលងាយធ្វើឲ្យពុកម៉ែបងប្អូនទៅជាក្តៅក្រហាយតាមបាត់ដៃបាត់ជើងនោះតែម្ដងចាចំពោះមូលហេតុទី1សម្រាប់ពុកម៉ែបងប្អូនដែលគាត់កំពុងតែមានបញ្ហាលើសជាតិស្ករឬក៏ជំងឺទឹកនោមផ្អែមចាដែលធ្វើឲ្យពុកម៉ែបងប្អូនទៅជាប៉ះពាល់ដល់បញ្ហាសរសៃចាឬក៏សន្លាក់ទៅជាក្តៅក្រហាយបាត់ដៃបាត់ជើងចាអំពូមីងខ្លះគឺក្តៅរហូតដល់ថ្នាក់លបកស្បែកកន្លែងបាត់ជើងកន្លែងបាត់ដៃនឹងចេញមកតែម្ដងចាហើយចំពោះមូលហេតុទី2គឺតកតងជាមួយនឹងអំពូមីងដែលគាត់មានបញ្ហាលើសជាតិអាស៊ីតអុយរិកចាដែលគាត់មានបញ្ហាលើសជាតិអាស៊ីតអុយរិកក្នុងឈាមក៏នាំឲ្យគាត់ក្តៅក្រហាយបាត់ដៃបាត់ជើងដូចគ្នាចាអញ្ចឹងចំពោះមូលហេតុទី3វិញសម្រាប់អំពូមីងដែលគាត់មានបញ្ហាលើសជាតិខ្លាញ់ចាក៏នាំឲ្យគាត់ទៅជាមានបញ្ហាក្តៅក្រហាយបាត់ដៃបាត់ជើងដូចគ្នា3មូលហេតុនេះគឺជាកត្តាសំខាន់ខ្លាំងមែនទែនអញ្ចឹងមិនថាអំពូមីងមានបញ្ហាលើសជាតិខ្លាញ់លើសជាតិអាស៊ីតឬក៏លើសជាតិស្ករឬក៏ជំងឺទឹកនោមផ្អែមទេគឺអំពូមីងនឹងជួបទៅលើការក្តៅក្រហាយបាត់ដៃបាត់ជើងគ្រាន់តែពេលខ្លះគឺនៅក្នុងកម្រិតមួយស្រាលអំពូមីងអត់សូវបានចាប់អារម្មណ៍តែបញ្ហាទាំងអស់នេះឈប់បារម្ភទៀតទៅណាថ្ងៃនេះនាងខ្ញុំក៏មានផលិតផលធម្មជាតិដ៏ល្អមួយប្រភេទចង់ចែករំលែកទៅដល់អំពូមីងទាំងអស់គ្នាដែរចានោះគឺផលិតផល We Hope ចា We Hope ហូបហើយជាហូបហើយបាត់រាល់បញ្ហាក្តៅក្រហាយបាត់ដៃបាត់ជើងរលាកតាមសន្លាក់លើសជាតិអាស៊ីតលើសជាតិស្ករលើសជាតិខ្លាញ់ឬក៏តាក់ទងជាមួយនឹងការស្ពឹកចាអញ្ចឹងបើសិនជាអំពូមីងចង់ដឹងឲ្យកាន់តែច្បាស់អាចឆាតចូល page ឬក៏ call មកតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើវីដេអូនេះស្រាប់ចា